រឿងស្រមោលនៃពន្លឺកាលពីដើមឡើយរតនានិងសុភ័ក្រគឺជាយុវជនដ៏ស្លូតបូតដែលមានបំណងប្រាថ្នាចង់ជួយគ្រួសារឲ្យផុតពីភាពក្រីក្រពួកគេបានលាអ្នកមានគុណទាំងទឹកភ្នែកនិងសេចក្តីសង្ឃឹមដោយសន្យាថានឹងមិនធ្វើឲ្យពួកគាត់ខកបំណងឡើយទីក្រុងស៊ីវិល័យបានធ្វើឲ្យពួកគេរំភើបប៉ុន្តែក៏ជាកន្លែងដែលពោរពេញដោយការលបួងនិងគ្រោះថ្នាក់ដែលមើលមិនឃើញរតនាចាប់ផ្ដើមភ្លេចខ្លួនគាត់ចង់បានដូចគេរហូតឈានជើងចូលក្នុងភ្លើងងងឹតគាត់បានភូតភរម្ដាយថាខ្លួនឈឺដើម្បីយកលុយមកចាយវាខ្ជះខ្ជាយបំពេញមហិច្ឆតានិងអំនួតរបស់ខ្លួនចំណែកសុភ័ក្រវិញទោះបីហត់នឿយក៏ដោយក៏គាត់នៅតែរក្សាភាពស្មោះត្រង់និងមិនដែលភ្លេចដើមកំណើតរបស់ខ្លួនឡើយរតនាស្មានថាលីដាស្រឡាញ់ខ្លួនពិតប៉ុន្តែតាមពិតនាងស្រឡាញ់តែមាសប្រាក់និងភាពហឺហារបស់គាត់តែប៉ុណ្ណោះទៅពេលដែលលុយអស់ស្នេហាខ្លាំងខ្លាយនិងមិត្តភក្តិអាក្រក់ក៏រលាយបាត់ដូចផ្សែងម្ដាយដែលរងចាំកូនក្នុងក្តីសង្ឃឹមបានធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ព្រោះតែទង្វើអកតញ្ញូរបស់កូនរតនាបានភ្ញាក់ខ្លួនដឹងខុសប៉ុន្តែអ្វីៗហាក់ដូចជាយឺតពេកទៅហើយសម្រាប់រូបគេសុភ័ក្រដែលជាមិត្តពិតបានលូកដៃជួយក្នុងគ្រាលំបាកបង្រៀនឲ្យរតនាដឹងពីតម្លៃនៃសាមគ្គីភាពនិងភាពស្មោះត្រង់គាត់បានលុតជង្គង់សុំទោសអ្នកមានគុណបដិញ្ញាថានឹងកសាងជីវិតថ្មីដែលពោរពេញដោយគុណធម៌រតនាបានយល់ថាសុភមង្គលពិតមិនមែននៅលើឡានទំនើបឬរបស់ថ្លៃៗនោះទេគឺនៅលើភាពសុខសាន្តនៃចិត្តសុភ័ក្របានបង្ហាញថាយុវវ័យដែលចែកជោគជ័យបានគឺទាល់តែមានវិន័យនិងការតស៊ូពិតប្រាកដស្នេហាពិតបានកើតឡើងនៅពេលដែលរតនាចេះស្រឡាញ់ខ្លួនឯងនិងដឹងពីតម្លៃនៃពលកម្មពួកគេបានក្លាយជាគំរូសម្រាប់យុវជនដទៃទៀតឲ្យចេះដើរក្នុងផ្លូវត្រឹមត្រូវនិងចេះជួយគ្នាទៅវិញទៅមកអ្នកដែលសាបព្រោះការភូតភរតែងតែទទួលបានផលនៃការបោកប្រាស់មកវិញជានិច្ចគ្មានអ្វីរីករាយជាងការបានឃើញម្ដាយញញឹមនិងដឹងថាខ្លួនកំពុងដើរលើផ្លូវដែលត្រឹមត្រូវនោះឡើយយុវវ័យអើយចូលកុំឲ្យសម្ភារៈនិងភាពហឺហាបំផ្លាញអនាគតនិងសេចក្តីថ្លៃថ្នូររបស់ខ្លួនឲ្យសោះភាពស្មោះត្រង់គុណធម៌និងការតស៊ូគឺជាពន្លឺដែលនឹងនាំផ្លូវយុវជនគ្រប់រូបឲ្យសម្រេចបាននូវសេចក្តីសុខពិតប្រាកដ